chưa ở đây ca bạch tông ní bà xin chỉ trong từ lên xem rìa bát tên lại sport lan đọc đọc là tê tham tập ban chi lan sát pha sọc phiêu ở bọc trong hồi và đặt bốn tham tiết phong bây ban sport lan chỉ có dùng booking ai thoa mà đa tên lại cứ cái discount xẹp tại mặt đo chẳng bông bông cùng toàn skip video ní ha mời đo cho phối nhom mà hai bao vì sao để nhom chi lôi seri ở tai bớ hai làm phẹp đọc lại là bấy nó xem rìa bà xin ban tên lên hai mình cô rồng lóng đai khả căn tài lôi căn ta bị xe tết nút cứ nhom ban đặng mà tô luôn anh chi nó xem rìa toàn chẳng nhom phẹp môi đầm nạ ca thay nhom phơ mới đầm bay ở plan bao nhom tại đây lên xa ở tết ní ở căn tài nghỉ rồi môn ngay trên đầm nạ bằng ngay nhom ban phơ cam nhau mà tô nơiក្រុមហ៊ុនវរៈបុនធម្ម Express ចំណាយខ្ទង់$20អីឯណាអរគ្នាប៉ុន្តែបានភ្លក់ជាមួយនឹងបបិសោជីម៉ូតូខ្លួនឯងផ្ទាល់នៅទឹកដីសៀមរាបលើកនេះខ្ញុំជ្រើសរើសជីជាមួយលុយសេរីអត់តែបើព្រោះថាតម្លៃជាង$10ទេក្នុងស្អាតអនាម័យមានខែធំទលាស្រួលគេងមែនតែនហើយអាចជ្រើសរើសបានសម្រាប់ក្រែ1និងក្រែ2ទៀតក្នុងក៏មានបន្ទប់ទឹកស្អាតនៅលើរថយន្តដែរកន្លែងសាកថ្មអំពូលភ្លើងសម្រាប់អានសភ័យទាំង Wi-Fi ហើយមានបុគ្គលិករងចាំ stand by ចាំបម្រើសេវាកម្មយើងចំណតឡើងនៅភ្នំពេញធំទលាយបុគ្គលិករូរីរ៉ាហើយចំណតចុះនៅសៀមរាបវិញគឺខ្ញុំចុះនៅចុងកស៊ូកន្លែងប៉ុណ្ណេះបបិសោទទួលបានប៉ុណ្ណេះយ៉ណយ៉ថ្ងៃទី1នៅសៀមរាបមកដល់ចិត្តភ្លឺនេះគឺខ្ញុំទៅមើលថ្ងៃរះនៅអង្គរវត្តចេញមកវិញហៅបាយញ៉ាំនៅម្ដុំអង្គរចំណាយដល់$5ទេកន្លែងដែលខ្ញុំទៅលេងបន្ទាប់ទៀតគឺសួនរុក្ខជាតិអង្គរអ្នកទាំងអស់គ្នានាំក្មេងៗមកលេងគឺត្រូវមកកន្លែងមួយនេះសត្វព្រៃជាច្រើនហើយសំខាន់ណារុក្ខជាតិខ្លះយើងធ្លាប់តែឮឈ្មោះប៉ុន្តែអត់ដែរឃើញទេប៉ុន្តែមកលើកនេះគឺមកឃើញច្បាស់តែម្ដងនៅហ្នឹងធំមែនតើដើររៀងហត់ដែរហ្នឹងតែអាទេវវិធីក្នុងហ្នឹងគឺច្រើនណាស់មានហាងកាហ្វេមានហាងបាយអីដូចគ្នាគោលបំណងដែលខ្ញុំចង់មកហ្នឹងគឺខ្ញុំចង់មកឃើញកង្កោកសនេះហើយក៏ទៅ SM Art Center នេះដែរចូលចិត្ត creative ទៅហ្នឹងគឺត្រូវចិត្ត100%មកផ្លាយភ្នែកមែនតើតែមើលនឹងភ្នែកអញ្ចឹងដូចជារឿងធម្មតាប៉ុន្តែនៅក្នុងក៏មាន history មួយដែរបើបានជួយទិញអីក៏ដូចជាផ្ដល់ការងារជូនមីងដែលគាត់ធ្វើការនៅនឹងផ្ទាល់ដូចគ្នាយប់ឡើងមកដល់កន្លែងគេងវិញរៀបចំខ្លួនទៅញ៉ាំសាច់អាំងនៅផ្លូវ 6A ផ្សេងពីហ្នឹងក៏ខ្ញុំទៅលេងផ្សារទៅដើមអង្គរដើម្បីរកអីញ៉ាំប្លែកៗដូចគ្នានៅហ្នឹងរបស់ច្រើនណាស់ថ្ងៃបន្ទាប់មកទៀតគឺទៅប្រាសាទប៉ាឡេឡៃថតរូបទាំងភ្លៀងតិចអញ្ចឹងបានមូតប្លែកមួយបែបទៀតត្រង់តែញ៉ាំនំបញ្ចុកចិត្តលៀនចូលរំរៃគេថាល្បីប៉ុន្តែឆ្ងាញ់របស់គេមែនតម្លៃក៏សមរម្យដែរតែ4-5,000នេះបន្ទាប់មកបន្តទៅប្រាសាទចៅសាយទេវតាដើរទៅទល់មុខហ្នឹងគឺមានប្រាសាទធម្មនន្ទប្រាសាទទាំងពីរស្ងប់ស្ងាត់អត់សូវមានមនុស្សមកលេងហើយក៏បានជិះម៉ូតូជុំវិញប្រាសាទបាយ័នដែរផ្លេចជាណាតែមើលខ្លោងទ្វារខ្មៅនេះប្លែកដោយសារគេអត់ធ្វើខ្នល់កស៊ូអញ្ចឹងស្ងាត់មែនតែនហ្មងអត់សូវមានមនុស្សមកលេងទេពេលល្ងាចទៅមើលថ្ងៃលិចនៅភ្នំបាក់ខែហត់បន្តិចមែនតែពេលឃើញទេសភាពពីលើមកស្អាតមែនតើនឹងតម្លៃដែលយើងខំប្រឹងឡើងឲ្យដល់លើនឹងដូចចុះមកវិញញ៉ាំបាយល្ងាចនៅគោតកួនរសជាតិឆ្ងាញ់តម្លៃក៏សមរម្យទៀតថា$5-6អីឯណាអរគ្នាបន្ទាប់ទៀតគឺទៅញ៉ាំបាយគោអាំងចិត្តមាត់ស្ទឹងខ្ញុំភ្លេចតម្លៃបាត់ហើយប៉ុន្តែដឹងតែថានៅនឹងលុយជាងគេគឺដាក់ជ្រូកឲ្យយើងថែមតាមចិត្តមកមានបុកស្វាយបុកអីនេះតំណងរបស់គេទៀតចេញពីញ៉ាំអីហ្នឹងខ្ញុំទៅអង្គុយនៅកាហ្វេចិត្តមាត់ស្ទឹងដូចគ្នាមានឈ្មោះថាអារម្មណ៍កាហ្វេប៉ុន្តែទៅនឹងញ៉ាំមួយឆាយឡងថតរូបស្អាត decoration របស់គាត់ជាមួយនឹងផ្កាឈូករស់ទៀតខាងក្រោយក៏មានប្លង់ថតរូបច្រើនដែរហើយបន្តទៅកាហ្វេមួយទៀតដែល vibe នៅដូចបរទេសចឹងហួយសម្រាប់ថតរូបលេងខ្ញុំដូរ outfit មកឡើងត្រូវ vibe របស់គេមកដល់គាត់ទៅតែ decor ថ្មីជាមួយនឹងកញ្ចក់ដែលមានផ្លែក្រូចមានអីនេះដល់ម៉ោង 12 កន្លះខ្ញុំមកដល់បេនដើម្បីឡើងឡានមកបំពេញវិញចឹងខ្ញុំជិះជាមួយលុយសេរីអត់តែបើដូចគ្នាប៉ុន្តែគេងថ្ងៃបើអ្នកទាំងអស់គ្នាកំពុងមានកម្រងទៅលេងសៀមរាបរដូវកាលនេះជាពេលល្អមែនតើទេសភាពបៃតងស្ងប់ស្ងាត់មនុស្សអត់សូវច្រើនទៀតចំណាយក៏អត់សូវច្រើនដែរសំចៃបានច្រើនណាស់ទាំងថ្លៃឡានទាំងកន្លែងគេងតម្លៃធូរទាំងវីដេអូនេះហើយក៏ឡានចេញដំណើរទៅហើយតើតាក៏ទៅលេងបានដែរសម្រាប់វីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបើសិនអ្នកគ្នាចង់ដឹងអីបន្ថែមអាច comment សួរបានអរគុណច្រើនជម្រាបលាបាយ